នៅភាគខាងត្បូងនៃប្រទេសក្រិកបុរាណតាមដងទន្លេ Eurotas មានរដ្ឋមួយដែលគេជឿថាជាដែនដីអាណាចក្រនៃកំពូលអ្នកចម្បាំងពួកគេជាកងទ័ពដែលអង់អាចក្លាហាននិងស៊ូស្លាប់លើសមរភូមិពួកគេមិនដែលស្គាល់ពាក្យថាចុះចាញ់នោះទេការចុះចាញ់ជារឿងកំសត់បំផុតចំពោះពួកគេគឺជា The Sparta គឺជារដ្ឋឯករាជ្យដ៏សំខាន់មួយនៃអរិយធម៌បុរាណរបស់ក្រិកជាមួយនឹងរដ្ឋដ៏សំខាន់ផ្សេងៗទៀតដូចជាអាតែនជាដើមខុសពីអាតែនដែលសម្បូរទៅដោយអ្នកប្រាជ្ញល្បីៗដូចជាលោកសូក្រាតនិងអារីស្តូត Sparta ត្រូវបានគេស្គាល់ដោយកងទ័ពដ៏ខ្លាំងក្លារបស់ពួកគេតើមានមូលហេតុអ្វីដែលបណ្ដាលឲ្យ Sparta ជាកងទ័ពដ៏អង់អាចក្លាហានបែបនេះក៏ដោយសារបុរសរបស់ Sparta ត្រូវបានគេជ្រើសរើសឲ្យក្លាយជាអ្នកចម្បាំងតាំងតែពីកើតមកម្ល៉េះមែនហើយទីរក់ដែលទើបនឹងកើតត្រូវបានពិនិត្យនិងវិតម្លៃយ៉ាងយកចិត្តទុកដាក់ដោយចាស់ទុំនៅក្នុងក្រុងទីរក់ដែលកើតមកមិនគ្រប់លក្ខណៈឬមិនរឹងមាំត្រូវបានគេទម្លាក់ចុះពីលើភ្នំដើម្បីសម្លាប់ចោលនៅពេលដែលពួកគេអាយុ7ឆ្នាំកុមារទាំងនោះត្រូវទៅរស់នៅក្នុងជំរំហ្វឹកហាត់ដែលគេហៅថា Argoge នៅទីនេះជាកន្លែងដែលគេហ្វឹកហាត់កុមារាទាំងនោះឲ្យក្លាយទៅជាអ្នកចម្បាំងដ៏ខ្លាំងក្លាកុមារា Sparta ត្រូវរៀនរស់នៅជុំគ្នានិងបរិភោគអាហារដ៏តិចតួចបំផុតដើម្បីឲ្យពួកគេស៊ូទ្រាំនឹងការអត់អាហារនិងសម្របខ្លួនបានល្អនៅក្នុងចម្បាំងពួកគេត្រូវដើរដោយជើងទទេនិងហាមមិនឲ្យលាបថ្នាំឬងូតទឹកទេការធ្វើបែបនេះដើម្បីឲ្យស្បែកពួកគេមានសភាពស្ងួតធន់នឹងភាពឈឺចាប់ដើម្បីឲ្យកុមារទាំងនោះធន់នឹងអាកាសធាតុកម្ដៅខ្យល់ត្រជាក់កុមារ Sparta ត្រូវបានផ្ដល់ឲ្យតែក្រណាត់រុំខ្លួនមួយតែប៉ុណ្ណោះក្មេងប្រុសទាំងនោះត្រូវបានលើកទឹកចិត្តឲ្យលួចអាហារពីអ្នកដទៃប៉ុន្តែពួកគេនឹងត្រូវធ្វើទរណកម្មយ៉ាងព្រៃផ្សៃប្រសិនបើគេចាប់បានក៏ប៉ុន្តែការដាក់ទោសទាំងនោះមិនមែនមកពីពួកគេលួចនោះទេតែមកពីភាពបរាជ័យនៃបេសកកម្មរបស់ពួកគេការវឹកហាត់ទាំងអស់នេះវាមិនត្រឹមតែបានជួយឲ្យកុមារ Sparta មានរាងកាយរឹងមាំនោះទេវាក៏បង្កើនឲ្យពួកគេនៅទឹកចិត្តមោះមុតអង់អាចក្លាហាននិងមានសាមគ្គីភាពដែលជាហេតុនាំឲ្យពួកគេក្លាយជាអ្នកចម្បាំងដ៏ខ្លាំងក្លាក្នុងការប្រយុទ្ធនៅលើសមរភូមិកងទ័ព Sparta ជាកងទ័ពដែលមានវិន័យតឹងរ៉ឹងបំផុតពួកគេកាន់ដាវ Xyphos ឬលំពែង Yori ជាអាវុធមានមួកការពារដែលហុំស្ទើរជុំវិញក្បាលរបស់ពួកគេនិងមានខែដែលមានអក្សរ L ក្នុងភាសាក្រិកដែលមកពីពាក្យពេញថា Lambda ដែលជាឈ្មោះតំបន់នៃទីក្រុង Sparta អាវុធនិងសម្លៀកបំពាក់របស់ទ័ព Sparta ត្រូវបានច្នៃឡើងដើម្បីងាយស្រួលក្នុងការការពារនិងប្រយុទ្ធដែលធ្វើឲ្យកងទ័ពនេះជាកងទ័ពដ៏ខ្លាំងបំផុតក្នុងការប្រយុទ្ធលោកគោកពិតណាស់យោងតាមប្រវត្តិសាស្ត្រប្រទេសក្រិកនៅក្នុងឆ្នាំ480មុនគ្រិស្តសករាជនៅក្នុងចម្បាំងឯកចលងភ្នំ Thermopylae កងទ័ពរបស់ Sparta ដែលដឹកនាំដោយស្ដេច Leonidas មានចំនួនតែ300នាក់តែប៉ុណ្ណោះដើម្បីតទល់នឹងទ័ពឈ្លានពាន Persia ចំនួន100,000នាក់ពួកគេប្រយុទ្ធដោយភាពអង់អាចក្លាហាននិងបានសម្លាប់ទ័ពសត្រូវអស់ជាង 10,000 ទៅ 20,000 នាក់ពួកគេប្រយុទ្ធទល់នឹងទ័ព Persia អស់រយៈពេល3ថ្ងៃមុននឹង Amphicletus បានបង្ហាញពីច្រកសម្ងាត់នៃ Thermopylae ក្នុងការវិឆ្មាក់ទ័ព Spartan ពីក្រោយកងទ័ពរបស់ Leonidas បានស្លាប់ទាំងអស់យ៉ាងណាមិញទោះបីជាគ្មាននរណាម្នាក់បានរស់រានមានជីវិតក៏ប៉ុន្តែកិត្តិនាមនឹងការលះបង់ជីវិតរបស់ពួកគេត្រូវបានចាត់ទុកជាប្រវត្តិសាស្ត្រហើយត្រូវបានសៀវភៅនិងរឿងជាច្រើនលើកយកមកបង្ហាញផងដែរ